មួយជីវិតនេះអើយបងប្អូនហើយខ្ញុំនៅអ្នកស្រុកកំណើតនៅតាកែវហើយបែកខាងអេសានបែកតំបន់ប្រាសាទអង្គរវត្តសៀមរាបព្រះវិហារហ្នឹងអត់ដែរបានទៅទេបងប្អូនអរគ្នាអញ្ចឹងធ្វើម៉េចត្រូវតែទៅឲ្យបាននេះប្រាសាទអង្គរវត្តបងប្អូនអរគ្នាក្នុងกระดาษប្រាក់500រៀលបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនអរគ្នានេះបងប្អូនឆ្ងល់ហើយមិនបានខ្ញុំយកกระดาษប្រាក់នេះមកដាក់បងប្អូនតោះឥឡូវបងប្អូនមើលនេះសិតតែរូបប្រាសាទអង្គរវត្តហើយនៅមួយទៀតនិយាយទៅលុយហ្នឹងกระดาษប្រាក់ហ្នឹងខ្ញុំតន់មានអ្នកភូមិអីនៅចាយហ្នឹងហើយនៅกระดาษ100មួយស្លាកទៀតប៉ុន្តែអត់មានខ្ញុំអត់មានបងប្អូនអរគ្នាតោះណាតែឥឡូវអត់មានរੂក៏អត់មានដែរមិនដឹងថាកន្លែងបើដើររੂអាចមានព្រោះกระดาษហ្នឹងមិនចាស់អីណាស់ណាទេបើกระดาษ50អាចបាត់ច្រើនប៉ុន្តែមិនដឹងថារោងពុំមិនដឹងតែកន្លែងផលិតលុយបោះពុំលុយហ្នឹងអាចផលិតกระดาษប្រាក់ចាស់ចឹងបានដែរឬក៏អត់ខ្ញុំគិតថាប្រហែលអត់អាចបោះពុំមកបានទេមកទៅហើយក៏មិនបងប្អូនអរគ្នាជួយប្រាប់ផងដោយសារតែបើសិនជាបោះពុំមកបានកระดาษប្រាក់50មិនគេមិនផលិតមកបន្ថែមទៀតណាបងប្អូនដោយសារអត់មានអ្នកចាយឬក៏មិនអត់មានអ្នកចាយដឹងតែអត់មានអ្នកចាយប៉ុន្តែបើបោះពុំមកគីឡូអាចមានយកទុកជាអនុស្សាវរីយ៍អញ្ចឹងណាបងប្អូនអរគ្នាអាហ្នឹងយើងដឹងមិនទេតែឥឡូវនេះសំខាន់ខ្ញុំសន្សំលុយចឹងទុកហ៎បងប្អូនហ្នឹងទុករកណាថ្មីរកกระดาษប្រាក់ណាថ្មីហើយនេះខ្ញុំនឹងទៅលេងប្រាសាទអង្គរវត្តហ្នឹងឲ្យបានបងប្អូនអរគ្នាក្នុងមួយជីវិតនេះអើយបងប្អូនហើយខ្ញុំនៅអ្នកស្រុកកំណើតនៅតាកែវហើយបែកខាងអេសានបែកតំបន់ប្រាសាទអង្គរវត្តសៀមរាបព្រះវិហារហ្នឹងអត់ដែរបានទៅទេបងប្អូនអរគ្នាអញ្ចឹងធ្វើម៉េចត្រូវតែទៅឲ្យបាននេះប្រាសាទអង្គរវត្តបងប្អូនអរគ្នាក្នុងกระดาษប្រាក់500រៀលហ្នឹងហើយកระดาษប្រាក់1000រៀលក៏មាននេះខ្លោងទ្វារច្រកចូលធំខ្លោងទ្វារនេះបងប្អូនអរគ្នានេះផលិតហើយនេះគ្រប់នេះក៏លយដែរពុំកសិករច្រូតជ្រៅហើយមានប្រាសាទអង្គរវត្តទៀតនេះនៅក្នុងនេះបងប្អូនអរគ្នាអូលយហ្មងបងប្អូនផលិតឆ្នាំ2007 National Bank of Cambodia ហើយទៅលេងឲ្យបានបងប្អូនអរគ្នាប្រាសាទនានៅប្រទេសខ្មែរអូនេះប្រាសាទព្រះវិហារនេះនេះជាស្នៃបងប្អូននេះប្រាសាទអង្គរវត្តនេះប្រាសាទព្រះវិហារហ្នឹងហើយទៅលេងឲ្យបានឥឡូវឡើងត្រឡប់មកខាងនេះហើយនៅកំពង់ផែបងប្អូនតើដឹងកំពង់ផែណាទេផលិតឆ្នាំ2007ដូចគ្នាបងប្អូននេះ2007ខ្ញុំសង្ស័យកระดาษនេះផលិតឆ្នាំ2007ដែរចាំមើលបងប្អូន2007អូ2004ស្មើ2007ដែរបងប្អូនណា2004ផលិតឆ្នាំ2004ចេញกระดาษប្រាក់នឹងដំបងបងប្អូនអរគ្នាចេញกระดาษប្រាក់នឹងដំបង2004ហ្នឹងហើយបងប្អូនហើយបងប្អូនមានកម្រងទៅលេងឬក៏ធ្លាប់បានទៅលេងហើយហ្នឹងហើយបងប្អូនអរគ្នាកម្រងខ្ញុំដើរថតទស្សនភាពប្រាសាទនានានៅក្នុងប្រទេសកម្ពុជាយើងនិយាយទៅបងប្អូនអរគ្នាចាំមើលក្នុង channel ហ្នឹងបងប្អូនបើសិនជាដោយសារតែឥឡូវយើងបងប្អូនហើយវាយនេះពិបាកថាដែរហ្នឹងហើយបងប្អូនអរគ្នាធ្វើយ៉ាងម៉េចក៏ត្រូវតែទៅលេងឲ្យបានហើយបងប្អូនចង់តាមដាននៅក្នុង channel ហ្នឹងខ្ញុំនឹងផលិតវីដេអូជូនបងប្អូនអរគ្នានេះខ្ញុំដោយសារអត់បានទៅលេងប្រាសាទដោយសារបានទៅថតទស្សនភាពនៅប្រាសាទអញ្ចឹងក៏ថតជាក៏ដាស់ប្រាក់មានប្រាសាទដែរអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងបងប្អូនហើយក្នុង channel ហ្នឹងខ្ញុំដាក់រូបចម្លាក់តាមវត្តទស្សនភាពនៅតាមវត្តដោយសារវត្តមានរូបចម្លាក់ទាក់ទងនឹងចម្លាក់អីចឹងដែរបងប្អូនអរគ្នាហើយប្រាសាទណាបងប្អូនអរគ្នាហ្នឹងហើយចម្លាក់តាមវត្តហើយនឹងទាក់ទងនឹងប្រាសាទខ្មែរយើងហ្នឹងបងប្អូនអរគ្នាខ្ញុំនឹងដាក់ក្នុង channel ហ្នឹងប្រាសាទចឹងបងប្អូនវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនអរគ្នាសុខសប្បាយជម្រាបលាបងប្អូនបាទកុំភ្លេចជួបខ្ញុំនៅវីដេអូក្រោយទៀតអរគុណច្រើនបងប្អូនអរគ្នា